មុនពេលចោះទៅនៅខ្មែរម៉ែគាត់មើលរៀនធ្វើនំខ្មែរឲ្យចេះគ្រប់មុខឲ្យហើយហើយពេលយើងរស់នៅខ្មែរមានមុខរបរទូចមួយគ្រាន់នឹងចិញ្ចឹមគ្រួសារសម្រាប់នំចេកចំហុយនេះម៉ែគាត់មើលទៅតែរៀនធ្វើលើកទី1ដូចគ្នាមានជាមួយនឹងចេកដំបងម្សៅស្រោសលៃស្ករសខ្លាញ់ពងមាន់អំបិលពាំងម្ជូរក្រៀមទឹកដោះគោស្រស់ baking soda ក្រូចឆ្មារួមជាមួយនឹងមេនំប៉័ងដំបូងយកចេកដំបងនឹងចំនួន4ផ្លែយកទៅស្កត់វាសបល់វាបែកវល់ណែនាំឲ្យប្រើចេកដំបងណាដែលទុំញោក្រោយពីស្កត់ចេកបែកហើយយើងសម្បាច់ក្រូចឆ្មានេះចំនួន1ផ្លែដើម្បីកុំឲ្យនំរបស់យើងចេញពណ៌ខ្មៅខ្លាំងបន្តមកទៀតយើងយកពងមាន់ចំនួន2គ្រាប់ប្រើពងទាក៏បានដែរស្ករសនេះចំនួន2ខាំដាក់អំបិលបន្តិចហើយយើងចាប់ផ្ដើមវាយពងមាន់និងស្ករសឲ្យរលាយខ្លាំងរសជាតិល្បាយតែមួយបន្តមកទៀតយើងដាក់ខ្លាញ់ធម្មតាអ្នកគ្នាចំនួន1ខាំហើយយើងកូរខ្លាញ់នឹងឲ្យចូលគ្នាបន្តិចចាំយើងដាក់ទឹកដោះគោស្រស់នេះចំនួន2ស្លាបព្រាលោតរួចហើយយើងកូរវាឲ្យចូលគ្នាបន្តិចមកចាំយើងយកចេកដំបងរបស់យើងនឹងយកមកដាក់ចូលរួចហើយយើងចាប់ផ្ដើមវាយចេកនឹងរហូតឲ្យចូលគ្នាខ្លាយរសជាតិល្បាយសាច់តែមួយបន្តមកទៀតយកកត្រងមួយមកដើម្បីយកម្រែកម្សៅមីនេះប្រើចំនួន2ខាំហើយមេនំប៉័ងនេះប្រើចំនួន1ស្លាបព្រាកាហ្វេកន្លះ baking soda ប្រើចំនួន1ស្លាបព្រាកាហ្វេដោយបងឃើញនៅក្នុងវីដេអូនឹងអញ្ចឹងរួចហើយយើងចាប់ផ្ដើមរែកម្សៅនឹងឲ្យចូលគ្នាមករួចហើយយើងចាប់ផ្ដើមវាយម្សៅនឹងរហូតខ្លាយរសជាតិសាច់ម្សៅតែមួយបើអ្នកទាំងអស់គ្នាមានម៉ាស៊ីនវាយប្រើម៉ាស៊ីនវាយក៏បានអត់សិនប្រើដៃវាយដូចម៉ែគាត់មើលចេះក៏បានយើងវាយម្សៅបានចូលគ្នាម៉ត់ល្អហើយប៉ុណ្ណឹងគឺរួចរាល់អ្នកទាំងគ្នាយើងអាចដួសយកមកដាក់ចានក្រដាសបែបនេះមកដើម្បីយកវាទៅចំហុយបានហើយណែនាំឲ្យប្រើកូនចានអាលុយមីញ៉ូមបែបនេះដាក់ពីក្រៅហើយដាក់ចានក្រដាសពីក្នុងនៅពេលដែលយើងចំហុយទៅនំរបស់យើងវាអត់ខូចទ្រង់ទ្រាយមើលមកមូលស្អាតយើងដាក់ជាមួយនឹងចំណាប់ត្រពាំងបាយជូរតិចក៏បានច្រើនក៏បានចំណាប់ត្រពាំងបាយជូរនោះបើដាក់លាយជាមួយនឹងម្សៅផងក៏បានដែរអ្នកទាំងគ្នាតែម៉ែគាត់មើលនេះទៅរៀនធ្វើលើកទី1ទេយើងដាក់ប៉ុណ្ណឹងសិនមករួចរាល់ហើយយើងចាប់ផ្ដើមដាក់ដាំទឹករបស់យើងត្រូវតែពុះត្រូវតែក្តៅចាំយើងយកនំរបស់យើងនឹងយកទៅដាក់ចំហុយហើយសម្រាប់គម្របឆ្នាំងយើងរុំកណាត់សបែបនេះមកក៏បានដែរដើម្បីកុំឲ្យចំហាយទឹកហ្នឹងវាធ្លាក់ទៅលើនំយើងរីកហូរបាត់ឆ្ងាញ់យើងចំហុយតែរយៈពេល15នាទីទេអ្នកនរគ្នា15នាទីក្រោយយើងមកបើកមើលឃើញនំរបស់យើងគឺឡើងល្អមែនទែនយើងចង់ដឹងថានំរបស់យើងឆ្អិនឬមិនឆ្អិនយើងយកឈើទូចមួយមកយកមកចាក់មើលបើអត់មានម្សៅសជាប់នឹងឈើទេនំរបស់យើងគឺឆ្អិនល្អហើយយើងអាចលើកចេញពីភ្លើងមកយកមកទុកឲ្យត្រជាក់ប៉ុណ្ណឹងអាចហូបបានឬក៏យកទៅលក់បានហើយបើសិនជាបងអ្នកជំនាញធ្វើនំចេកចំហុយនេះបងជួយខមមិនប្រាប់ផងថាខុសឆ្គងអីត្រង់ណាខ្វះអីត្រង់ណាធ្វើមិនត្រូវក្បួនអីត្រង់ណាបងជួយខមមិនប្រាប់ផងណែនាំផងអ្នកទាំងគ្នាសម្រាប់ឯកូនបឺតទៅតែរៀនធ្វើលើកទី1ទេតែនំបានឡើងល្អហើយទន់ល្អមែនតើអ្នកទាំងគ្នារសជាតិវិញឆ្ងាញ់អត់ចាញ់នំពងទាទេឆ្ងាញ់ជាងនំពងទាដោយសារយើងមានកោបចេកដំបងផងបើនិយាយពីសាច់នំវិញឡើងទន់ល្មើយដាក់ចូលមាត់ទៅគឺវារលាយក្នុងមាត់តែម្ដងអ្នកទាំងគ្នាអត់ចាំបាច់តាពីខ្លាំងទេអូបចេកអត់អូបចេកដំបងអូបឆ្ងាញ់នេះចេកពងមាន់ធ្វើកើតចេកពងមាន់ក៏ធ្វើកើតតែបើថាចេកទឹកហើយจะធ្វើអត់សូវឆ្ងាញ់ទេណាវាអត់ក្អូបវារឹងនេះធ្វើបានចេកដំបងហើយនឹងចេកទឹកអ្នកទាំងអស់គ្នានេះបើម៉ែកូនបឺតទៅខ្មែរបើធ្វើបោះដុំលក់មានបងជួយទិញអត់បើសិនជាម៉ែកូនបឺតទៅធ្វើលក់នៅខ្មែរមានបងជួយទិញនេះធ្វើបោះដុំអញ្ចឹងមាននំពងទាមាននំអីនេះនំអីគេនំចេកណានំចេកចំហុយនំចេកចំហុយអញ្ចឹងនេះអ្នកគ្នាមាននំសំនំអីអញ្ចឹងណាយើងធ្វើនំខ្មែរយើងលក់គ្រប់ត្រផលិតផលខ្មែរធ្វើឲ្យកូនខ្មែរនេះបើមានបងជួយទិញតិចទៀតគេម៉ែកូនបឺតទៅនៅខ្មែរចាំជួយគ្រប់ត្រផងទៅខ្មែរធ្វើតែនំខ្មែរលក់តែរបស់ខ្មែរហ្នឹងមក